បាទជំរាបសួរបងប្អូនវិលមកកាន់ Channel កូនខ្មោចបណ្ដាបាទគឺ @TV ខ្មែរ129បងប្អូនព័ត៌មានទទួលបានពីមួងម៉ារ៉េតប្រហែលជា30នាទីជាងបាទចំណងជើងគឺមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសបាទបាទអ្នកដែលចង់បង្កើតរដ្ឋាភិបាលក្រៅប្រទេសហ្នឹងគេគ្រោងប្តឹងថៃទៅ ICJ តាមយន្តការរបស់ UN បើបងប្អូនប្តឹងថៃទៅ ICJ បងប្អូនស្គាល់ ICJ នឹងស្អីគេ UN នឹងស្អីគេឬក៏ ICC នឹងស្អីគេបាទ ICJ គឺ International Court of Justice បាទគឺតុលាការយុត្តិធម៌អន្តរជាតិបាទហើយ ICC គម្រោងរៀបចំថ្ងៃមុនគឺ International Criminal Court បាទគឺតុលាការឧក្រិដ្ឋកម្មអន្តរជាតិបាទនៅពេលដែលប្រទេសជិតខាងយើងរៀបចំប្រទេសជិតខាងយើងបាទប្លន់សម្លាប់ឬក៏ធ្វើសង្គ្រាមអញ្ចឹងណាឈ្លានពានទឹកដីអាហ្នឹងយើងអាចប្តឹងទៅខាង International Criminal Court បាទតុលាការឧក្រិដ្ឋកម្មអន្តរជាតិតែឥឡូវនេះគឺមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសបាទអ្នកដែលបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសនោះគឺត្រៀមប្តឹងទៅត្រៀមបាទបងប្អូនត្រៀមតន់ដាក់ប្តឹងគឺត្រៀមទៅ ICJ គឺតុលាការយុត្តិធម៌អន្តរជាតិបាទហើយស្របតាមយន្តការរបស់ UN បាទបងប្អូនស្គាល់ UN អត់ UN គឺ United Nations អង្គការសហប្រជាជាតិដែលជួយរៀបចំការបោះឆ្នោតយើងក្នុងឆ្នាំ1993ចុង UN មកតាំងឆ្នាំ1992ជាមួយនឹងសម្ដេចឪនរោត្តមរណរដ្ឋយើងណាអូខេបងប្អូនខ្ញុំប្រធានបទនេះខ្ញុំនិយាយពីមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសមុនបាទចុងថ្ងៃនេះបាទថ្ងៃទី8ខែ26 2026បាទសួរថាបន្ទាប់ពីថ្ងៃទី8ខែ8ថ្ងៃទី26 2026ទៅ4-5ឆ្នាំក្រោយវាមានព្រឹត្តិការណ៍កើតឡើងបាទយើងបកទៅឆ្នាំ1907វិញបាទយើងកាលឆ្នាំ1907ខ្ញុំចង់និយាយក្រៅប្រទេសបងប្អូនរដ្ឋាភិបាលក្រៅប្រទេសបាទនៅក្នុងឆ្នាំ1950ជាងដល់ឆ្នាំ1907ហ្នឹងគឺគ្រប់គ្រងដោយស្ដេចផងគឺសីហនុគឺបាទគឺសម្ដេចឪសីហនុហើយដល់ឆ្នាំ1907បាទមានការបះបោរបាទពី60ជាងដល់7ហ្នឹងគឺមានការបះបោរពីនិស្សិតបាទនិស្សិតដែលទៅរៀននៅប្រទេសបារាំងដូចជាប៉ុលពតតមុកនួនជាខៀវសុផនហ្នឹងបាទគេជានិស្សិតឲ្យបានគេមកចូលចូលក្នុងប្រទេសកម្ពុជាយើងត្រឡប់មកពីបារាំងវិញបាទជាពិសេសប៉ុលពតរៀនអត់ទាន់ចប់ទេមកមុនគេបាទមកហ្នឹងគឺមកជួយខាងសម្ដេចឪយើងណាសម្ដេចសីហនុឆ្នាំ1907ព្រោះឆ្នាំ1907ដល់ឆ្នាំ1975ហ្នឹងបាទគឺមានការគ្រប់គ្រងរបបនឹងមួយបាទគឺគេនាំគ្នាតម្លាក់សម្ដេចឪបាទតម្លាក់ពូជស្ដេចលែងឲ្យកាន់អំណាចនៅក្នុងប្រទេសកម្ពុជាយើងឆ្នាំ1907បាទគឺចិត្តគុតដល់75ហ្នឹងគឺកាន់កាប់ដោយប្រធានាធិបតីបាទបងប្អូនស្គាល់លន់ណុលអត់បងប្អូនបាទលន់ណុលបានកំចាត់យើងនិយាយថាកំចាត់ឬក៏បណ្ដេញសម្ដេចនរោត្តមសីហនុបាទយើងហ្នឹងហើយបានគ្រប់គ្រងប្រទេសពីឆ្នាំ7គុតដល់75តែគាត់ប្រកាសនៅក្នុងឆ្នាំ1972ជាប្រធានាធិបតីលន់ណុលនៃប្រទេសកម្ពុជាអញ្ចឹងប្រទេសយើងក៏មានប្រធានាធិបតីដូចអាមេរិកដែរគឺក្នុងឆ្នាំ7គុតដល់75មក75
សេនាយើងហៅថាសេនាប្រមុខលន់នល់ដល់ប្រធានាធិបតីលន់នល់បាទរបបនយោបាយរបស់គាត់គឺសាធារណរដ្ឋខ្មែរគឺឆ្នាំ1970ដល់75បាទព្រឹត្តិការណ៍សំខាន់នៅក្នុងឆ្នាំ1972គឺលោកលន់នល់បានកាន់អំណាចកាន់តែខ្លាំងបាទដោយទម្លាក់អគ្គរដ្ឋទូតលោកឆេងហេងហើយប្រកាសខ្លួនជាប្រធានាធិបតីតែម្ដងគឺនៅថ្ងៃនៅខែមីនាឆ្នាំ1972ចុងឆ្នាំ1972គាត់បានប្រកាសជាប្រធានាធិបតីដល់ឆ្នាំ1975បាទឥឡូវយើងចូលដល់75យើងចូលដល់សម័យប៉ុលពតបាទប៉ុលពតគឺជានិស្សិតបាទជាមួយនួនជាខៀវសុផននេះបានទៅរៀននៅបារាំងហើយក៏នាំគ្នាបះបោបង្កើតដោយបច្ចុប្បន្នហ្នឹងអញ្ចឹងគឺបង្កើតមន្ត្រីគេហៅថារដ្ឋាភិបាលក្រៅប្រទេសបាទចុងប៉ុលពតបានបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយហើយនឹងបានកម្ចាត់បានបះបោហើយនឹងកម្ចាត់លោកលន់នល់នៅក្នុងឆ្នាំ1975នឹងតែម្ដងបាទអញ្ចឹងប្រជាជនខ្មែរបះបោតាមប៉ុលពតដោយសារការកម្ចាត់លន់នល់ព្រោះប្រជាជនអ្នកណាកាន់អំណាចរស់សុខស៊ីស្រួលគេស្រឡាញ់អ្នកនោះហើយអញ្ចឹងប៉ុលពតថាធ្វើម៉េចកំទេចលន់នល់បានបាទអញ្ចឹងប្រជាជនក៏ជួយជ្រោមជ្រែងបាទជួយនៅពេលដែលប៉ុលពតចូលមកស្រុកខ្មែរគឺប្រធានាធិបតីយើងក្នុងឆ្នាំ1994-95ហ្នឹង1974-75ហ្នឹងគឺប៉ុលពតបានរត់ភៀសខ្លួនបាទគឺលន់នល់ដេញតាមចាប់ហើយនឹងមានការជួយអន្តរាគមន៍ពីប្រជាជនតាមខេត្តតាមក្រុងចេះតែជួយលាក់បាំងគាត់ណាហើយគាត់ប៉ុលពតចេះតែធ្វើនយោបាយទៅហើយប្រជាជនចេះតែតាមរបបនយោបាយរបស់គាត់ដោយសារតែប៉ុលពតនឹងបានរៀបចំសេណារីយ៉ូល្អគឺបានបង្កើតរដ្ឋាភិបាលដែលប្រឆាំងនឹងលន់នល់នឹងឯងអញ្ចឹងនៅពេលដែលលន់នល់បានបំបីនៅក្នុងឆ្នាំ1975គឺប៉ុលពតបានកាន់ជាស្ថាពរជាមួយនឹងក្រុមបករបស់គាត់បាទគឺមានប៉ុលពតបាទយើងឈ្មោះគាត់ហៅថាសឡុតសបាទជានាយករដ្ឋមន្ត្រីបាទគាត់ជានាយករដ្ឋមន្ត្រីនិងជាលេខាបកហើយមានខៀវសំផនជាប្រធានគណៈប្រធានរដ្ឋបាទយើងហៅថាប្រធានគណៈប្រធានរដ្ឋឬក៏ប្រមុខរដ្ឋចឹងទៅហើយមាននួនជាប្រធានសភាតំណាងប្រជាជនកម្ពុជាហើយនឹងអៀងសេរីបាទជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេសបាទនៅពេលដែលក្រុមបះបោរបស់គាត់បានបំបែកលន់នល់ឆ្នាំ1975ហើយគាត់បានគ្រប់គ្រងតែម្ដងប៉ុន្តែគាត់គ្រប់គ្រងនឹងគាត់ថាគាត់យកឈ្មោះស្ដេចបាទគាត់យកឈ្មោះស្ដេចថាប្រទេសយើងមានស្ដេចហៅសម្ដេចយើងហ្នឹងសម្ដេចឪយើងនរោត្តមហៅស្ដេចយើងហ្នឹងឲ្យចូលមកស្រុកខ្មែរវិញនៅឆ្នាំ1975ដល់79ចូលល្មិចបងប្អូនបើប៉ុលពតហ្នឹងគឺគ្រប់គ្រង24ខេត្តក្រុងហើយបានសម្លាប់ប្រជាជនហើយចេះតែប្រកោកប្រកាសឲ្យស្ដេចចូលស្រុកបាទព្រោះហេតុអីបានជាប៉ុលពតគឺជានាយករដ្ឋមន្ត្រីដែលថាប៉ុលពតនិយាយថាប្រទេសខ្មែរត្រូវតែមានស្ដេចត្រូវគ្រប់គ្រងដោយស្ដេចប៉ុន្តែការនិយាយរបស់គាត់ហ្នឹងគឺកុហកទេចង់មុខតំណែងរបស់គាត់ដូចជាប្រធានាធិបតីអញ្ចឹងដែរបាទដូចជាលន់នល់អញ្ចឹងដែរគឺគាត់លួងលោមធ្វើម៉េចឲ្យស្ដេចមកគ្រប់គ្រងប្រទេសវិញដើម្បីគាត់កដោបស្ដេចហ្នឹងតែម្ដងបាទតែសម្ដេចឪយើងគាត់បាទគាត់ឆ្លាតបាទគឺគាត់មិនអាចចូលស្រុកបានទេអញ្ចឹងមានតែពួកយើងទេ3ឆ្នាំ8ខែ20ថ្ងៃរងទុក្ខវេទនាបាទរងទុក្ខវេទនាហើយអានេះខ្ញុំនិយាយកាត់ទេឲ្យស្រួលយល់ថាបាទការបង្កើតរដ្ឋមន្ត្រីឬក៏មន្ត្រីរដ្ឋាភិបាលក្រៅស្រុកហ្នឹងបាទប្រជាជនយើងនាំគ្នាគ្រប់គ្រងតទៅពេលប្រសិនបើរបបនឹងត្រូវវាយផ្ដាច់ដូចប៉ុលពតវាយលន់នល់អញ្ចឹង
វាយចុះវាយឡើងគ្រប់គ្រងប្រទេសហើយវាទៅជារបប3ឆ្នាំ3ខែកើតមកវិញយើងមិនដឹងសួរថាអ្នកដែលតាំងខ្លួនជាមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសនោះមិនដឹងថាតពេលបានកាន់អំណាចនៅក្នុងប្រទេសខ្មែរធ្វើជានាយករដ្ឋមន្ត្រីឬក៏ប្រធានាធិបតីដូចលន់នល់វាមិនទៅវាស្រួលដូចបច្ចុប្បន្នដែលយើងកំពុងរស់រាល់ថ្ងៃនឹងអត់បាទអានេះខ្ញុំចង់និយាយពីថ្ងៃនេះតែម្ដងគឺថ្ងៃទី27ខែ8 2026អញ្ចឹងបើសិនបើបងប្អូនគ្រប់គ្រងរដ្ឋាភិបាលក្រៅស្រុកចាំមើល5ឆ្នាំតទៅមុខទៀតមើលវាដូចពលពតប្របែកលន់នល់ហើយកាន់សុកខ្មែរ3ឆ្នាំ3ខែ20ថ្ងៃហ្នឹងវាសុកសบายឬក៏យ៉ាងម៉េចឬក៏បងប្អូនចង់បានរបបបច្ចុប្បន្នយើងតាមសមាជីវោរស់រៀងខ្លួនបាទសុខសบายឬក៏យ៉ាងម៉េចហ្នឹងអាស្រ័យទៅលើបងប្អូនទេឥឡូវខ្ញុំនិយាយតបន្តិចទៀតចុះព្រោះយើងដល់ពលពតឥឡូវយើងនិយាយហួសពលពតបែកឆ្នាំ1979ដល់ឆ្នាំ1993គឺអង្គការសហប្រជាជាតិបានរៀបចំការបោះឆ្នោតបាទនៅក្នុងប្រទេសកម្ពុជាឲ្យប្រទេសខ្មែរក្លាយជាប្រទេសប្រជាធិបតេយ្យសេរីនិងពហុបកបាទដោយមានការបោះឆ្នោតជ្រុំជ្រែងពីប្រជាជនដើម្បីរើសតំណាងអ្នកដឹកនាំណាមួយឲ្យធ្វើជានាយករដ្ឋមន្ត្រីដើម្បីមើលថែសុខទុក្ខរបស់ប្រជារាស្ត្របាទបងប្អូនខ្ញុំកាត់តិចព្រោះតាំងពីការបោះឆ្នោតលើកទី1ដល់ថ្ងៃទី2ខែមីនាឆ្នាំ2026ហ្នឹងគឺនៅក្នុងរដ្ឋសភាមានការផ្លាស់ប្ដូរបាទអញ្ចឹងផ្លាស់ប្ដូរពីខែ2មីនា2026នៅពេលដែលការបោះឆ្នោតដំបូងឆ្នាំ1993យើងអត់ទាន់ផ្លាស់ប្ដូរអ្វីនៅក្នុងរដ្ឋសភាច្រើនទេដោយការបោះឆ្នោត2/3អញ្ចឹងបើសិនបើបកណាមួយដែលមានកៅអីបាទឬក៏3បកមានកៅអីដូចគ្នាមួយបកណាក៏ដោយទោះមានកៅអីច្រើនជាងគេដែលប្រជាជនបោះឆ្នោតឲ្យក៏ដោយក៏មិនអាចធ្វើជានាយករដ្ឋមន្ត្រីដែរតតែ2/3រួមបញ្ចូលគ្នាអញ្ចឹងបក2រួមបញ្ចូលគ្នាក្នុងរដ្ឋសភាឲ្យបាន2/3មកបានអាចបង្កើតនាយករដ្ឋមន្ត្រីបានបាទគ្រប់គ្រងប្រទេសបានអញ្ចឹងកាលនោះយើងមានពី98មក98ដល់2003មកយើងមានបក3ធំបាទដូចបកសំរងស៊ីហ្វុនស៊ិពេចហើយនិងបកប្រជាជនកម្ពុជាអញ្ចឹង3បកធំហ្នឹងគឺមានសម្លេងឆ្នោតច្រើនអញ្ចឹងហើយការអនុម័តច្បាប់បន្ទាប់ពីការបោះឆ្នោតនៅក្នុងរដ្ឋសភាតើវាមាន2/3បាទអញ្ចឹងបើសិនបើគណៈបកណាមួយមិនព្រមឲ្យគណៈបកណាមួយធ្វើនាយករដ្ឋមន្ត្រីក៏រៀងពិបាកដែរព្រោះបោះឆ្នោត2/3ដល់2បកចូលគ្នាទៅបានមួយបកនោះព្រមអត់ទៅឲ្យតែមានកៅអីលើសអាចបង្កើតរដ្ឋសភាបានបាទបង្កើតអ្នកដឹកនាំបានបាទធ្វើជានាយករដ្ឋមន្ត្រីបាននេះខ្ញុំនិយាយកាត់ឲ្យស្រួលយល់ទៅបាទអញ្ចឹងពី98ដល់ខោមថ្ងៃទី2មីនា2026យើងនៅសម្លេងស្លឹកឆ្នោត2/3នៅក្នុងរដ្ឋសភាដើម្បីអនុម័តច្បាប់ជ្រើសតាំងនាយករដ្ឋមន្ត្រីដល់ឡើយទេម្នាក់ឯងមិនឯកច្ឆន្ទទេតែពេលនេះបន្ទាប់ពីថ្ងៃទី2មីនា2026គណៈបកសំរងស៊ីបាទបានចូលរួមក្នុងសភាជាមួយគណៈបកប្រជាជនបង្កើតច្បាប់ថ្មីគឺมันបាច់2/3ទេបាទបើសិនបើយើងមានកៅអីច្រើននៅក្នុងរដ្ឋសភាប្រជាជនបោះឆ្នោតឲ្យច្រើនជាងគេយើងអាចធ្វើជានាយករដ្ឋមន្ត្រីហ្មងចុងបច្ចុប្បន្នហ្នឹងវាចឹងឯងចុងគណៈបកផ្សេងដែលមានសម្លេងឆ្នោតតិចជាងទោះបីជាយើងមិនចូលជាមួយគណៈបកដែលប្រជាជនបោះឆ្នោតឲ្យច្រើនជាងគេទេក៏គណៈបកដែលមានប្រជាជនបោះឆ្នោតច្រើនជាងគេហ្នឹងអាចធ្វើនាយករដ្ឋមន្ត្រីបានហ្មងមិនចាំបាច់2/3ពីណាទេព្រោះច្បាប់ថ្ងៃទី2មីនា2021នឹងបានសម្រេចហើយបាទជាមួយនឹងពីបកធំគឺបកសំរងស៊ីហើយនិងបកប្រជាជនហ្នឹងបានអនុម័តច្បាប់ថ្មីគឺអនុម័តច្បាប់50/1បាទការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីប្រើប្រាស់រូបមន្ត50/1វិញគឺយើងលែងបោះឆ្នោត2/3ហើយនៅក្នុងរដ្ឋសភាបងប្អូនបន្ទាប់ពីពួកយើងបោះឆ្នោតឲ្យគ្រប់បកអញ្ចឹងណាប្រជាជនបោះឆ្នោតឲ្យគ្រប់បកអញ្ចឹងណាចុង50%/1ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី2ខែមីនាឆ្នាំ2026
ក្នុងសម័យប្រជុំរដ្ឋសភាលើកទី4នីតិកាលទី3បាទនេះខ្ញុំនិយាយឲ្យចប់តែម្ដងចុងបច្ចុប្បន្ននេះវាសិនបើមានគណៈបកណាក៏ដោយលេចធ្លោក៏ដោយគណៈបកប្រជាជនគណៈបកស្អីផ្សេងក៏ដោយបើសិនបើមានសម្លេងឆ្នោតដែលប្រជាជនបោះឆ្នោតឲ្យដាច់គេតែម្ដងបានអាចធ្វើជានាយករដ្ឋមន្ត្រីបានមិនចាំបាច់ពឹងគណៈបកផ្សេងដើម្បីឲ្យមានសម្លេងឆ្នោត2ភាគ3ទេព្រោះច្បាប់ក្រោយហ្នឹងគឺនៅក្នុងឆ្នាំ2006ខែមីនាហ្នឹងថ្ងៃទី2ហ្នឹងយើងបានអនុម័តច្បាប់ថ្មីបាត់ទៅហើយបាទអញ្ចឹងបើសិនបើមានគណៈបកណាល្អជាងប្រជាជនគណៈបកណាដែលល្អជាងបកប្រជាជនបាទតើតើយើងបោះឆ្នោតឲ្យដាច់សម្លេងតែម្ដងបាទបើសិនបើបោះឆ្នោតកោមសម្លេងហើយយើងមិនចូលរដ្ឋសភាក៏គណៈបកមួយដែលមានសម្លេងឆ្នោតច្រើនជាងគេអាចធ្វើជានាយករដ្ឋមន្ត្រីបានដែរតែអ្វីដែលខ្ញុំចង់និយាយសំខាន់ជាងនេះទៅទៀតគឺការគោរពច្បាប់តែខ្ញុំចង់ប្រាប់បងប្អូនថាយើងជាប្រជាពលរដ្ឋប្រសិនបើច្បាប់អ្វីដែលយើងមិនទទួលយកយើងអាចបដិសេធស្នើសុំរដ្ឋាភិបាលធ្វើការគិតគូរឡើងវិញនៃច្បាប់ខ្លះដែរអញ្ចឹងយើងជាប្រជាពលរដ្ឋរស់នៅក្នុងប្រទេសយើងច្បាប់ណាយើងគិតថាគៀបសកលប្រជាជនខ្លាំងយើងអាចបដិសេធបានបាទយើងអាចប្រឆាំងបានដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយហើយបើសិនបើបងប្អូនគិតថាចាំបើមិនបាច់ខ្វល់ទេចាំរដ្ឋាភិបាលនៅក្រៅប្រទេសចូលគ្រប់គ្រងប្រទេសកម្ពុជាចាំឲ្យគេដោះស្រាយបាទអាហ្នឹងបងប្អូនគិតចឹងវាពិបាកដែរព្រោះដូចខ្ញុំប្រាប់ចឹងមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសបាទបង្កើតដោយប្រមូលផ្ដុំគ្នាយកអំណាចរាជនៅក្នុងប្រទេសឲ្យគ្រប់គ្រងនេះដូចជារឿងមួយនៅឆ្នាំ1975ដល់79ចឹងបាទដូចប៉ុលពតចឹងលន់នល់តាមសម្រាប់ប៉ុលពតរត់ទៅរត់មកចូលតែប្រជាជនពីមួយចេញមួយចេញមួយយូរប្រជាជនធ្វើបាតកម្មប្រឆាំងស្របជាមួយលន់នល់ស្របជាមួយប៉ុលពតប្រឆាំងលន់នល់បាទបំបែកលន់នល់ចេញពីប្រធានាធិបតីហើយប៉ុលពតធ្វើជានាយករដ្ឋមន្ត្រីគ្រប់គ្រងប្រទេសសម្រាប់រង្គាលប្រជាជនឯងទៅវិញយើងខំលាក់ពួនគាត់កុំឲ្យលន់នល់សម្លាប់ចុងក្រោយគាត់ធ្វើជានាយករដ្ឋមន្ត្រីមកសម្រាប់ឯងជាប្រជាជនអត់មានស្គាល់អាណានៃបាទ3ឆ្នាំ3ខែ20ថ្ងៃសម្លាប់ហើយធ្វើទណ្ឌកម្មប្រើកម្លាំងពលកម្មការងារគ្រប់បែបយ៉ាងហើយហៅថាស៊ីបាយអត់បានដេកអោបកូនកំការដេកអោបប្រពន្ធកំកើតអានឹងហើយវាជាបញ្ហាដល់យើងចង់បងប្អូនគិតឡើងវិញបើសិនបើស្រុកខ្មែរបងប្អូនថាមានច្បាប់អីមួយដែលយើងគិតថាវាមិនសមនឹងយកច្បាប់នឹងយកមកប្រើបងប្អូនអាចប្រកាសជាសាធារណៈទៅសុំរដ្ឋាភិបាលដើម្បីផ្លាស់ប្ដូរច្បាប់ណាមួយវាពិបាកវាតឹងរឹងពេកសម្រាប់សង្គមប្រជាជនពិបាករស់នៅបងប្អូនអាចនិយាយបានថាបាទរាល់ថ្ងៃយើងរស់នៅជាមួយនរណាយើងត្រូវយល់ចិត្តនៅហ្នឹងបាទតែយើងរស់ដូចគ្រួសារយើងអញ្ចឹងតែយើងបងប្អូនឆ្លោះគ្នាសួរថាយើងដេកសុកអត់បាទហ្នឹងបងប្អូនបង្កើតផងបើយើងឆ្លោះគ្នាមួយអ្នកចិត្តខាងយើងដេកសុកអត់រាល់ថ្ងៃយើងធ្លាប់តែដេកក្នុងផ្ទះអ្នកចិត្តខាងឲ្យមកហូបឲ្យមកហានិយាយភាសាគ្នាស្រែកហៅគ្នាឯងតទៅពេលយើងទៅឆ្លោះមួយអ្នកចិត្តខាងសួរយើងដេកសុបាយដូចអត់ដងយើងដេកក្តៅស្អុះបន្តិចយើងបើកទ្វារបើកយើងរស់ជាមួយអ្នកចិត្តខាងតទៅពេលដែលយើងអត់ឆ្លោះជាមួយអ្នកចិត្តខាងយើងបើកទ្វារបើកប្អួចចោលទល់ភ្លឺវាអត់បញ្ហាបាទដេកទល់ភ្លឺតទៅពេលយើងឆ្លោះមួយអ្នកចិត្តខាងយើងហ៊ានបើកទ្វារបើកប្អួចដេកទល់ភ្លឺដែរនៅពេលដែលយើងស្អុះស្អាប់គ្រុនក្តៅមិនក៏បិទឲ្យចិត្តកុំឲ្យគេអ្នកចិត្តខាងដឹងអញ្ចឹងហើយយើងជាអ្នកចិត្តខាងគ្នាបងប្អូនគ្នាយើងចេះស្រឡាញ់គ្នាយោគយល់គ្នាអ្វីដែលយើងមិនពេញចិត្តមិនចូលចិត្តយើងនិយាយប្រាប់គ្នាទៅវិញទៅមកទៅសម្រួលបានខ្លះអីខ្លះទៅក៏វាជាការល្អដែរបើសិនតែបងប្អូនធ្វើអញ្ចឹងដូចអ្នកខ្លះអីcomment នៅក្នុង Facebook ដូចឃើញ Facebook គេបរហោះព័ត៌មានណាកាន់ជើងបាក់នេះព័ត៌មានណាកាន់ជើងបាក់នោះទៅជីគេប្រមាថគេ comment អាក្រក់ឈួតអាឡប់អាជាតបន្ទាប់មកចុងក្រោយខ្លួនឯងវេទនាអីគេបិទ profile ខ្លួនឯងអត់ឲ្យគេស្គាល់ថាខ្លួនឯងជានរណាអញ្ចឹងរាល់ថ្ងៃយើងទៅរស់នៅក្នុងព្រៃមែនចុះយើងបើប្រឆាំងគេទៅរស់នៅក្នុងព្រៃទៅរស់នៅក្នុងភ្នំបាទអញ្ចឹងបងប្អូនរស់សុខសាន្តដែរបងប្អូនអានេះខ្ញុំចង់និយាយពីសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងសារព័ត៌មានផង media ផងច
trong và bong bồn rùa sọc rùa sờ bãi cò miên mấy cái đó bong bồn nhằm mà hộp ấy bong bồn trong mà ho bong bồn tinh cả ai mấy bong bồn tinh mà tô con mấy bong bồn trong mà ho bong bồn miên côn miên trái trong mà ho trong ai cái khơi thán nè côn nhóm ạอายุปันแน่កូនខ្ញុំក៏មុំមិនស្អាតដែរអានេះគឺយើងចង់អញ្ចឹងដែរហើយបើសិនបើបងប្អូនបង្កើត Facebook ដូចគេដែរហើយបងប្អូនស្អប់អ្នកនេះស្អប់អ្នកនោះតទៅពេលហើយបងប្អូនដើរទៅជេរគេទៅពីដល់ពេលជេរគេទៅពីចុងក្រោយអាខ្លួនឯង profile ខ្លួនឯងតែរូបមួយគ្មានផងសួរថាបងប្អូនរស់ដោយសេចក្តីសុខអត់សំបីតែសារព័ត៌មានដែលបងចង់បង្ហោះបងចង់និយាយបងចង់សម្ដែងបងមិនហ៊ានបើធ្វើចឹងដើម្បីអីទេបងប្អូនអញ្ចឹងបើសិនបើយើងមានបញ្ហាជាមួយបាទបងប្អូនយើងដោះស្រាយជាមួយបងប្អូនយើងមានបញ្ហាមួយអ្នកជិតខាងយើងដោះស្រាយទៅបាទបងប្អូនដឹងហើយអ្នកជិតខាងយើងគឺជាជញ្ជាំងដ៏រឹងមាំមួយគ្មានចោលណាហ៊ានចូលប្លន់យើងកើតទេបើសិនបើយើងមានអ្នកជិតខាងស្រឡាញ់រាប់អានយើងណាសូម្បីតែយើងទិញអីវ៉ាន់ពីផ្សារមកដើរកាត់អ្នកជិតខាងចូលផ្ទះបើសិនបើយើងជ្រុះអីវ៉ាន់ក៏អ្នកជិតខាងឬយកមកឲ្យវិញដល់ផ្ទះដែរបើមិនបើយើងមិនត្រូវជាមួយអ្នកចិត្តខាងផងសួរថាមិនបាច់សួរថាអីទេបើមិនបើគេមិនស្អប់យើងក៏ដោយតែយើងស្អប់គេគុំគេអាគេមិនស្អប់យើងក៏ដោយក៏យើងមានចិត្តមួយភ័យនៅពេលណាដែលយើងដេកទៅសបិនឃើញខ្លាចគេមកចូលមកអាកក្នុងផ្ទះបាទឯនេះក្តៅស្អស់ចឹងងាប់អត់ហ៊ានបើកប្អួយបើកទ្វារទេសុកចិត្តឃ្លុំទ្វារប្អួយអាងឹតឆឹងនៅក្នុងហ្នឹងបងប្អូនរស់អញ្ចឹងបងប្អូនរស់ឲ្យសុបាយចិត្តដែរអាហ្នឹងខ្ញុំនិយាយជាទូទៅផងអញ្ចឹងយើងធ្វើអីមួយបើសិនបើវាពិបាករស់ដោយច្បាប់អ្វីមួយយើងអាចសុំការអនុញ្ញាតច្បាប់ហ្នឹងទៅយើងនិយាយគ្នាទៅប្រជាជនយើងទៅដោះស្រាយគ្នាថាច្បាប់នេះវាពិបាកវាតឹងរឹងដល់ប្រជាជនគួរថារដ្ឋាភិបាលដោះស្រាយបាទរដ្ឋាភិបាលណាក៏ដោយបាទគួរតែដោះស្រាយព្រោះអ្វីវាអាស្រ័យទៅលើប្រជាជនអ្នកអនុម័តទេបើប្រជាជនអ្នកអនុម័តសម្រាប់ថាការរស់នៅហ្នឹងវាសុខស្រួលវាស្របបាទរស់ស៊ីតាមសមាជីវោបាទមិនសូវមានឧបសគ្គមិនសូវមានដូចនៅប្រទេសជប៉ុនអញ្ចឹងមិនសូវមានអំពើឃាតកម្មប្លន់សម្លាប់រង្គាលអីចឹងទៅយើងនេះរៀងសុខតិចទៅអត់លុយមានលុយក៏យើងសប្បាយដែរបាទជិះតកង់មួយដើរហើ25ខែក្រុងក៏បានយើងនិយាយសាមញ្ញទេបាទបើមិនបើយើងមានចំណេះជំនាញមានមុខរបរចេះរកស៊ីលុយមានបានទៅវាកាន់ល្អបាទដូចខ្ញុំមានអីខ្ញុំបាទផ្ទះមួយទាំងមូលមាន50ដុល្លារមានអីតែហេតុអីបានជាខ្ញុំចូលចិត្តនិយាយវីដេអូតាម media ដោយសារតែអ្វីដែលខ្ញុំនិយាយហ្នឹងគឺបងប្អូនអាចដឹងព័ត៌មានទូទៅហើយព័ត៌មានដែលខ្ញុំនិយាយហ្នឹងមិនចេះតែនិយាយពីចិត្តខ្ញុំណាសិតតែមានឯកសារយោងបាទសិតតែមានឯកសារយោងបងប្អូនមិនមែនចេះតែនិយាយបឡំបាទដូចយើងចង់និយាយពីឆ្នាំ1970ដល់75ហ្នឹងវាអត់ម៉េចយើងចង់និយាយពី75ដល់79ម៉េចបើដូចឆ្នាំ1993 98 2006ហ្នឹងវាអត់ម៉េចបាទសម្រាប់ឯកសារយោងវាយសរសេរក្នុងកុំព្យូទ័រស្រាវជ្រាវឯកសារលម្អិតណាមុននឹងនិយាយអានេះខ្ញុំនិយាយតាមធម៌ណាឥឡូវដូចឧទាហរណ៍ថាប្រជាជននៅខេត្តសៀមរាបអញ្ចឹងប្រជាជននៅខេត្តសៀមរាបអ្នកខ្លះប្រជាជនយើងរស់នៅខេត្តសៀមរាបហើយយើងអត់ដឹងថាអ្នកណាជាចៅហ្វាយខេត្តនៅក្នុងខេត្តសៀមរាបយើងអត់ដឹងផងហ្នឹងអត់ស្គាល់ចៅហ្វាយខេត្តខ្លួនឯងមេភូមិមេប៉ុស្តិ៍ចៅសង្កាត់អត់ស្គាល់យូរយើងជាប្រជាជនយើងទៅតស្អប់បុគ្គលម្នាក់មន្ត្រីម្នាក់វាទៅជរះដល់ចៅហ្វាយខេត្តក៏មិនស្គាល់ចៅសង្កាត់ក៏មិនស្គាល់មេភូមិរស់នៅជាមួយគ្នារាល់ថ្ងៃក៏មិនស្គាល់មានបញ្ហាអីគេក៏មិនដែលទៅសួរគេបាទប្រជាជនខ្មែរវាច្រើនចឹងមែនអ្នកខ្លះគឺអត់ខ្វល់អាណាមេភូមិអាណាចៅសង្កាត់អាណាមេប៉ុស្តិ៍មិនដែលស្គាល់មិនដែលរវល់ជាមួយគឺតែរកស៊ីសមាជីវោខ្លួនឯងតែដល់ពេលមានបញ្ហាលូទាំខ្លួនឯងជាមួយណាទៅខឹងណារដ្ឋាភិបាលនោះបាទថ្ងៃរកស៊ីនៅក្នុងភូមិឃុំហ្នឹងតែភូមិខ្លួនឯងអត់ស្គាល់មេភូមិឃុំខ្លួនឯងអត់ស្គាល់មេឃុំចៅសង្កាត់អត់ស្គាល់ចៅសង្កាត់សូម្បីតែចៅហ្វាយខេត្តអ្នកដឹកនាំនៅក្នុងខេត្តអត់ដឹងស្គាល់ចៅហ្វាយខេត្តខ្លួនឯងទៅទៀតបាទអញ្ចឹងយើងគួរតែរៀនយល់រៀនស្ដាប់ពីគេពីឯងខ្លះទៅបាទរឿងរៀនតំណែងនៅពេលដែលយើងមានបញ្ហា
nè na đo sai cho mũi dương môn kia bà được mì phum ấy mì khum ấy dương thử xua thà dương trong thư ấy cái đặt nam ấy về mấy cà rô xì mấy dương tới tên tên nôn tới xua thà bà sân bờ bong bồn từ chuột mì phum rồi còn mì khum chạy cắt bà sân bà kia đánh bong bồn trên mình dễ hại nhưng mà bà nhung tẹt tông đập pi cay của mùi giỏi bà nhung lai pa mà mẹn chế bong bồn chế vì sọc mày dướng cả chế bầm mát ní về đọt thời hướng thì phù ប្រទេសយើងគឺកាន់សាសនាពុទ្ធជាសាសនារបស់រដ្ឋអត់មានការជេរប្រមាថមាក់ងាយមើលងាយគេទេបើយើងខឹងមិនហៅធម្មតាទៅបាទការប្រមាថជេរម៉ែជេរឪចដូនចតាគេនេះដូចវាមិនត្រូវជាសាសនាពុទ្ធទេព្រោះសាសនាពុទ្ធយើងហ្នឹងវាជាសាសនារបស់រដ្ឋនៃប្រទេសកម្ពុជាយើងចង់វាសិនបើប្រទេសជិតខាងគេមើលមកចំនេះសាសនាពុទ្ធនឹងស្អីគេមិនក៏ប្រជាជនមួយឆ្លោះគ្នាជេរម៉ែគ្នាជេរឪគ្នាសបើមែនវាទៅចឹងវិញដល់បញ្យល់គេបញ្យល់ថាម៉េចខ្ញុំកាន់សាសនាពុទ្ធបាទកាន់សាសនាពុទ្ធតែជេរម៉ែខ្លួនឯងជេរម៉ែគ្នាទៅវិញទៅមកចឹងអានឹងកាន់សាសនាពុទ្ធដែរអានេះខ្ញុំនិយាយឲ្យចប់មកហើយសាសនាពុទ្ធហើយយើងមានអរិយធម៌វប្បធម៌យើងទៀតបាទការស្ពះគោរពបាទដោយទឹកមុខរីករាយញញឹមរាក់ទាក់បាទចង់បាត់អរិយធម៌វប្បធម៌ទៅណាហើយបើគិតជេរគ្នាប្រមាថគ្នាតាមសារព័ត៌មានរាល់ថ្ងៃនេះអញ្ចឹងវាអត់ត្រូវរឿងបាទអញ្ចឹងសិនបើភូមិឃុំគេមិនជួយដោះស្រាយបាទយើងប្រជាជនទៅយើងសួរសើបគ្នាទៅឬក៏មិនឬក៏ឲ្យសារព័ត៌មានបហោះផ្សាយឲ្យអូខេដាក់ឯងមកសំណុំរឿងវាមិនទៅមិនវិញបាទអញ្ចឹងភាគច្រើនប្រជាជនយើងអត់ខ្វល់អារឿងមានរឿងអីបាទអត់ទៅសុំទៅស្នើទៅមេភូមិចៅសកាត់មេប៉ោះអីទេគឺជេរផ្អើលតែម្ដងបាទជេរយកតជេរយកអញ្ចឹងមន្ត្រីរាជការមិនមែនតែក្នុងភូមិនឹងមួយ100 1000 10000ភូមិនៅប្រទេសកម្ពុជាជេរទាំងអស់បាទជេរយូរដល់រដ្ឋាភិបាលរដ្ឋាភិបាលអត់ដឹងអីអត់ដឹងជាជនបងប្អូនធ្វើអីរស់ស៊ីអីផងបាទដល់ពេលឆ្លោះគ្នាប៉ាត់ណាប៉ាត់នៃអីទាំងអស់អញ្ចឹងយើងរស់នៅកន្លែងណាយើងត្រូវស្គាល់អ្នកដែលបំរើយើងបាទដូចជាមេភូមិមេឃុំចៅសកាត់មេប៉ោះបាទយើងត្រូវស្គាល់បាទដូចជាចវាយខេត្តអភិបាលខេត្តបាទយើងត្រូវស្គាល់បាទដូចយើងដូចអ្នករស់នៅក្នុងសៀមរាបអញ្ចឹងដូចឥឡូវហ្នឹងគឺយើងមានចវាយខេត្តថ្មីគឺឯកឧត្តមប្រាក់សុភ័ណ្ឌបាទប្រាក់សុភ័ណ្ឌកាន់តាំងពី2023បាទឥឡូវយើង2026ហើយចិត្តចូល3ឆ្នាំពេញរបស់គាត់ហើយចង់ជាទូទៅចវាយខេត្តកាន់5ឆ្នាំតែខេត្តសៀមរាបតាំងពីឆ្នាំ1994ដល់2026មានចវាយខេត្តមួយទេកាន់បានតែប្រមាណ2ឆ្នាំទេបាទពី2004ទៅ2006គឺឯកឧត្តមសឹមសណាបាទសឹមសណាបាទលោកសឹមសណាហ្នឹងកាន់បានតែ2ឆ្នាំទេបាទក្រៅពីហ្នឹងគេកាន់ពេញគ្រប់គ្នាបាទពី94ដល់99គឺតុនចាយ99 2004បាទចាប់ញ៉ូលីវុដបាទ2004ទៅ2006ហ្នឹងមានតែឯកឧត្តមមួយហ្នឹងឯងកាន់បានតែ2ឆ្នាំទេគឺសឹមសណាបាទហើយ2006ដល់2013សូភេរិនបាទ2006 2013ដល់2018ខឹមប៊ុនសុងបាទខឹមប៊ុនសុងយើងស្គាល់ហើយបងប្អូនស្គាល់ហើយខឹមប៊ុនសុងល្បីជាងគេនៅសៀមរាបtrong 2013ដល់2018ដល់18ដល់23ឯកឧត្តមទាសីហាបាទកូនលោកពូទាបាញ់បាទបន្ទាប់មកយើងបច្ចុប្បន្នហ្នឹងប្រហែលឆ្នាំហ្នឹងគឺកាន់ដោយប្រាក់សុភ័ណ្ឌបាទតែខ្ញុំចង់និយាយថាយើងរស់នៅភូមិឃុំណាយើងត្រូវមានបញ្ហាអីត្រូវទៅសួរទៅនាំអ្នកដឹកនាំយើងមេភូមិមេប៉ោះចៅសកាត់អីយើងត្រូវទៅសួរនាំលេងរាល់ថ្ងៃប្រជាជនយើងរាល់ថ្ងៃអត់ត្រូវយល់ច្បាប់ហើយតទៅពេលមានរឿងអត់ចូលចិត្តមន្ត្រីរាជការទៅសួរទៅក៏មិនសួរអានាំក៏មិននាំអាឯងនៅទុកវេទនាចង់ខុយព្រមបានផ្ទុះបោះជីឯងប៉ាតណាប៉ាតណីអង្គវាពិបាកដែរបាទបងប្អូនតែយើងជេរម៉ែគេហើយទោះបីជាយើងចង់និយាយថាយើងយ៉ាងម៉េចអត់គេមិនខ្វល់ជាមួយយើងបាទម៉ែគេខំបង្កើតគេមកអីយុគជ
chế máy kia dương ai kia sầm rùa nó mới chế máy ở kia chỉ à thoáng bạch thoáng mấy bông bồn bắp miên cái bắp mát cái mưa nghe dương cho bắp miên lang từ pop lấy ra từ đặc biệt đăng rồi còn bạch đăng qua là từ prap chùm riệp pop rồi bà pop cái men ăn miên cang như thế thì bà nhâm chân vậy ta cướp mình trai cướp chọn nè thôi camera rồi nhâm giấy chẳng họ và khang pay âm khang cô bao chiết và khang cái xuồng mà tới rất là thích camera bị chia bờ rọt hay dương chia bị chia bờ rọt còn là khơi bẩn ly môi dùm luôn này thì khó hay dương ắt dương khai kia tờ món rồiต่อไปkhang maintain du tốt chi tam sa pom miền bắc chi ấy chi du ấy chi bảo đó khúc tròn nè kia lỗ của chi kia có chỉ đây chi nè có nó bị sung chi ra hàng đó là vừa làm thấy du tới xong bây giờ sẽ đánh có tung lên cờ đó và chị dần lẫn đại cho nó đây tung cờ đó bọn phụ chị ấy bảo phùng nữa cho ra riêng ấy cái đó thật là không tục du và địch bột vẫn còn tục du và thời nhật tranh nhật màu còn tục ở tục khang nó miền Pành Hà nó bị cô thằng luôn anh và nhưng miền Pành Hà cho môi là nam sập pi đó sập em cái đó cái môi cái đó thử đó sẽ hỏi chứ và công an khai âm na cái riêng khai âm na giống như này là mình khai tu là tì cái trong dây tha bật tê dương chưa bật tê bị chưa tập tay sợi và hụt bạ dương sọp là na dương khăn là nay kia bà mát mưa nghi dương cùng sọp cái cùng lẹ tốt hay tập pi rẻ mà đón left side tam form miền straight ở đó ở đây bên này na miền Pành Hà bây giờ môi dương nhưng đó xe giờ môi là năng từ của tu là tí mà nước học nia từ bây giờ sạch môi sạch phèm cái đó cài môi cái đó tu tí cái học nia và cái thứ cá tu tí là ngay những thứ cá tu tí này từ bây giờ chia poron cái đó cái thứ cá đầm bấy cá rồi nới sma chi vô và cái những rồi nới đầm bấy sma chi vô rồi bắc kỳ và nó về để cái pram nai bắc pol những ai về ở thời hướng tập đang mì phun chai cạn mì bọt từ và to từ công lẹ cầm hân nên là trong luôn là lẹ dưới quạt ba này tôi không ngọt tại nhưng chân thừa chân người cả đây theo miền rừng ấy thời đó xoay từ buổi dương ngay bên dương ở Scott tuần tì bọc phải âm tuần tí cái xuông mà tây đi là cô bao chi cái thứ cái nhưng mình đang tuần tí nhưng mình đang thầy cả bắt đăng là nãy là lấy đoàn chống về vivo đi nhom vậy chứ luôn nó phun nó Scott mi phun nó thì bờ luôn nơi không phun Scott mi phun rồi miền Pành Hà thời đó sẽ mùi này đã ấy nhầm xua bóng bà dương luôn nó phun nó scan nó như thể Scott chạy scan bà dương luôn nó khen nó Scott cho bài khen đó những cái đắng rồi cho bài khen thành nặng cái thông bà thành nặng chia ca nghe bỏ cái nó ca và cả một bò rosi bỏ cái ăn thành nặng cái rosi ở cái do thành nặng lắm cái thứ cá cái si bẹt thái mà trong của xà kì bà đi dương cụ về đến những thứ cá những si bẹt thái trong của xà dự bà dương rất mà tô đốt dương đất cho vài khay cái đó đất bị bao khay cái đó thử tạo lưỡi gì làm đà là đất vài khay để vài khay lại lười mất dùng càng nghe những một bò nhưng tô đốt rất phá phạm tục nó thấy là do lưỡi cái khai này kia mới còn là càng nghe cái thứ vòng ra sừng cung chui sừng cung nghe hiện lỗ tới cái chiếc chân dương bao cái khay ảo ta tâm thấy vậy tôi vậy máu nhưng cho ngày bông phổ răng băng clone ai và trong miền rừng ấy thì đó sẽ clone ai đập to cả đó sai clone ai đập to nắng mạch lẹ tục thì tờ lẹ tục dưới về ai tục tới vì miền Pành Hà bà việc đào ra cái bình khùng đào cho vay khai cho vay đào rót thảo bà đi trong cả đó sai đập to miền vì việc luôn ai nắng mạch than là nam miền tây non rạ sạ cứ một nghe càng nghe ấy tê càng nghe ấy cô vì miền làm lại được thì nghe đây chọn hỏi xem ở miền Pành Hà chỉ mũi này nam một nghe ấy trong vòng ổn tự tập phùng tập bò tập đăng thân rồi chia chun là ấy mà chia chun nó miền này tập chia chun này miền lôi miền lan miền giật họ là này ọt còn chỉ có thể đầm rờ này chẳng như bây giờ dân xua non tới cái prap mà nó về chẳng ai cho vậy về sai từ lứa cá từ nè từ nó không bao dương thì đó trong vậy chẳng cần là quen trái chẳng ọt có nó bao phong xong chỉ việc đi bye bye